ផ្នែកទី7អាចកំបាំងរបស់ក្រុមមួយទៀតគឺសៀវភៅយុទ្ធសាស្ត្រអ្វីដែលអ្នកសង្ស័យតែមិនធ្លាប់ឮគេនិយាយចេញកុំរៀនពីល្បិចក្នុងការធ្វើចំនួនត្រូវរៀនពីការធ្វើចំនួនវិញអ្វីដែលបុរសគិតពីវិធីដែលមនុស្សស្រីទំនាក់ទំនងមនុស្សស្រីតែងតែសន្និដ្ឋានថាបុរសមិនដឹងពីអារម្មណ៍ពួកគេហើយមិនយល់ពីអ្វីដែលកំពុងប្រព្រឹត្តទៅក្នុងទំនាក់ទំនងដ៏រ៉ូមែនទិកព្រោះតែបុរសតែងតែមិនចូលចិត្តបង្ហាញពីអារម្មណ៍គេទើបមនុស្សស្រីសន្និដ្ឋានថាបុរសមិនដឹងបុរសមិនចូលចិត្តការនិយាយចេញពីអារម្មណ៍ទេពួកគេក៏គេចវេះពីការមើលភាពយន្តដែលពាក់ព័ន្ធនឹងអារម្មណ៍ដែរម៉ៃបានប្រាប់ខ្ញុំពីទស្សនៈរបស់បុរសចំពោះភាពយន្តរ៉ូមែនទិកដែលមនុស្សស្រីចូលចិត្តថាតែងតែមានម្ដាយកូនស្រីនិងមិត្តភក្តិជិតស្និទ្ធរបស់ម្ដាយនោះក្នុងរឿងទាំងមូលពួកគេទៅដើរលេងមាត់សមុទ្រឬដាំពេញប៉ោះនៅចំការដោយពាក់មួកបែបឡាប់ហើយម្នាក់យំខ្សឹបខ្សួររហូតដោយស្រែករៀបរាប់ថាម៉ាក់រួចម្ដាយនោះក៏យំតាមកូនដែរក្រុមមនុស្សស្រីនាំគ្នាយំខ្សឹកខ្សួលមិនមែនជាសាច់រឿងទេខ្ញុំទ្រាំអង្គុយមើលរឿងបែបនេះដល់ទៅ2ម៉ោងមិនបានឡើយបុរសចាប់អារម្មណ៍ក្នុងការនិយាយពីអារម្មណ៍ឬមើលភាពយន្តស្នេហាដូចដែលយើងមើលគេលូនចូលក្រោមរថយន្តជួសជុលម៉ាស៊ីនដែរសម្រាប់ពួកគេការមើលភាពយន្តដូចជា Terms of Endearment ឬ Steel Magnolias គឺជាភាពយន្តខុសខើនិងដាក់ទណ្ឌកម្មមិនធម្មតាបុរសម្នាក់ឈ្មោះ Chris បានរំលឹកថាពិតជាអាក្រក់ណាស់ខ្ញុំត្រូវមើលរឿងនោះដល់ទៅ3ម៉ោងដើម្បីបង្ហាញថាខ្ញុំមិនមែនជាមនុស្សប្រុសមិនល្អឃ្លានេះថែមទាំងទទួលបានការគាំទ្រពីបុរសដែលឈរក្បែរនោះទៀតផងគេបានឆ្លើយតបថាខ្ញុំមិនយល់ពីអារម្មណ៍របស់លោកពិតជាគួរឲ្យធុញណាស់មានអ្វីអាក្រក់ជាងការត្រូវស្ដាប់ Michael Bolton នោះទេក្នុងសាច់រឿងមានតែនាំគ្នាទ្រហោយំខ្ញុំមិនអាចទ្រាំស្ដាប់បានយូរឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺវិធីដែលបុរសជជែកពីអារម្មណ៍របស់ពួកគេបើអ្នកសួរបុរសឲ្យនិយាយពាក្យនោះលឺគេនឹងនិយាយចេញបែបរន្ធត់ថាអារម្មណ៍ពេលដែលការសន្ទនាកាន់តែបន្តអ្នកនឹងមើលឃើញនៅទឹកមុខដ៏ឈឺចាប់ដូចជាគេត្រូវចូលក្នុងបន្ទប់វះកាត់អញ្ចឹងផលប៉ះពាល់គឺមានភាពខុសគ្នាតែភាគច្រើនពាក់ព័ន្ធនឹងបញ្ហារំលាយអាហារដូច្នេះមុននឹងនិយាយពីអារម្មណ៍ជាមួយពួកគេកុំភ្លេចកម្ដៅបាយទុកឲ្យគេញ៉ាំផងការខ្វះមនោសញ្ចេតនានេះនាំឲ្យមនុស្សស្រីជឿថាបុរសតែងតែមិនដឹងពីអារម្មណ៍ពួកនាងប៉ុន្តែมันមានអ្វីអាចលាក់បាំងការពិតទេខ្ញុំបានជជែកជាមួយបុរសរាប់រយនាក់ដែលមានវ័យខុសៗគ្នាដែលធ្វើការស្រាវជ្រាវដើម្បីចងក្រងសៀវភៅនេះអ្នកដែលមានវ័យក្មេងជាងគេគឺអាយុ18ឆ្នាំហើយអ្នកដែលមានវ័យចាស់ជាងគេគឺអាយុ70ឆ្នាំអ្នកខ្លះក៏បានរៀបការហើយអ្នកខ្លះក៏នៅលីវអ្វីដែលខ្ញុំភ្ញាក់ផ្អើលការនិយាយរបស់គេពីបញ្ហាអារម្មណ៍គឺច្បាស់ជាងពេលដែលខ្ញុំនិយាយជាមួយមិត្តភក្តិស្រីកន្លងមកខ្ញុំឃើញថាបុរសចូលចិត្តនិយាយពីការពិតនៅក្នុងចម្ពោះនេះខ្ញុំបានព្យាយាមបង្ហាញនៅសម្ដីដកស្រង់និងដាក់វាបញ្ចូលគ្នាដើម្បីជួយឲ្យមនុស្សស្រីដឹងពីអ្វីដែលមនុស្សប្រុសកត់សម្គាល់ខ្ញុំបានរំលេចនៅសម្ដីដកស្រង់ដែលបង្ហាញនៅអ្វីដែលបុរសគិតអំពីមនុស្សស្រីដែលត្រូវការគេមនុស្សស្រីដែលចូលចិត្តជជែកវែកញែកនិងអ្វីដែលធ្វើឲ្យបុរសចាប់អារម្មណ៍និងមិនចាប់អារម្មណ៍ព័ត៌មានទាំងនេះនឹងផ្សារភ្ជាប់ចំណុចតូចៗនិងបញ្ជាក់ពីដំបូន្មានដែលនឹងបង្ហាញនៅចម្ពោះផ្សេងទៀតអ្នកមិនត្រឹមតែយល់ថាដំបូន្មានជាអ្វីទេតែក៏នឹងដឹងពីមូលហេតុដែលធ្វើឲ្យមានដំបូន្មានទាំងនោះក្នុងសៀវភៅនេះដែរសញ្ញា15យ៉ាងដែលបង្ហាញថាមនុស្សស្រីត្រូវការគេខ្លាំង1បើមនុស្សស្រីមិនបង្ហាញអារម្មណ៍នាងត្រង់ពេកទេនាងនឹងមើលទៅដូចជាមិនប្រើអារម្មណ៍ជ្រុលនិងកាន់តែទាក់ទាញវាធ្វើឲ្យទំនាក់ទំនងប្រព្រឹត្តទៅយ៉ាងរលូនជាក់ស្ដែងបុរសត្រូវទៅធ្វើការមិនមែនព្រោះតែគេមិនចង់ចំណាយពេលនៅជាមួយមនុស្សស្រីទេមានពេលជាច្រើនដែលគេមិនអាចនៅជាមួយនាងដូច្នេះនៅពេលដែលមនុស្សស្រីទុកចន្លោះឲ្យអ្នកអាចរស់នៅក្នុងជីវិតដោយមិនបង្ហាញនូវការអន់ចិត្តអ្វីនោះអ្នកនឹងមានអារម្មណ៍ថានាងជួយបំពេញចំណែកក្នុងជីវិតអ្នក2ខ្ញុំចូលចិត្តមនុស្សស្រីដែលស្ងប់ស្ងាត់ព្រោះអ្នកមិនដឹងច្បាស់នៅអ្វីដែលនាងកំពុងគិតនាងមើលទៅដូចជាមានទំនុកចិត្តលើខ្លួនឯងនិងអាចគ្រប់គ្រងខ្លួនឯងនិងអារម្មណ៍របស់នាងបានល្អអ្នកចង់នៅជាមួយមនុស្សដែលចេះគិតមុននឹងនិយាយ3
មនុស្សស្រីខ្លះដូចជាការពារខ្លួនជ្រុលពេកហើយទង្វើនោះអាចចាត់ទុកជាការមិនទុកចិត្តខ្លួនឯងដែរមានមនុស្សស្រីម្នាក់ធ្វើឲ្យខ្ញុំអស់អារម្មណ៍មុនពេលដែលយើងបានដើរលេងជាមួយគ្នាទៅទៀតនាងបារម្ភជ្រុលក្នុងការការពារខ្លួននាងដោយប្រាប់ខ្ញុំថានាងមិនអត់ធ្មត់តាំងពីពេលនិយាយទូរស័ព្ទលើកដំបូងនាងបានប្រាប់ខ្ញុំនៅការហាមនេះដោយសារតែអ្វីដែលធ្លាប់កើតឡើងជាមួយសង្សារមុននាងមិនទាន់បានណាត់ជួបគ្នាម្ដងផងនាងបានបង្ហាញនៅវិន័យមុនបាត់ទៅហើយមិនខុសអ្វីពីខ្ញុំមិនទាន់បានល្មើសច្បាប់ចរាចរណ៍ផងតែនាងស្រាប់តែកាត់ទោសប្រហារជីវិតនោះទេអ្វីដែលខ្ញុំស្នើទៅនាងគឺគ្រាន់តែណាត់ដើរលេងប៉ុណ្ណោះ4ខ្ញុំបានចេញដើរលេងជាមួយមនុស្សស្រីដែលសួរចម្លើយខ្ញុំមានអារម្មណ៍ដូចជានាងធ្លាប់បានរលាកភ្លើងពិតណាស់វាមើលទៅដូចជានាងមានភាពធ្ងន់ធ្ងរជាងរលាកភ្លើងទៅទៀតគ្មានបរិណាដែលចង់មានអារម្មណ៍ថាត្រូវមកលុបលាងកំហុសដែលបរិដតីបានធ្វើនោះទេ5ខ្ញុំធ្លាប់បានតាក់ទងជាមួយមនុស្សស្រីដែលចូលចិត្តនិយាយមិនឈប់ខ្ញុំបានគេងលក់ពេលកំពុងនិយាយដល់ពេលខ្ញុំភ្ញាក់ឡើងនាងនៅតែនិយាយនៅឡើយខ្ញុំចាប់ផ្ដើមដឹងថានាងនិយាយច្រើនមិនមែនដោយសារចង់ប្រាប់ខ្ញុំគ្រប់យ៉ាងទេតែនាងមិនអាចបិទមាត់បានគោលការណ៍តាក់ទាញចិត្តទី65មនុស្សស្រីភាគច្រើនចូលចិត្តនិយាយច្រើនពីការភ័យខ្លាចដែលជាលក្ខណៈធ្វើឲ្យបរិសុទ្ធចាត់ទុកនាងថាមិនមានទំនុកចិត្តលើខ្លួនឯង6មនុស្សស្រីដែលខ្ញុំធ្លាប់តាក់ទងម្នាក់គឺពិតជាត្រូវការខ្ញុំខ្លាំងណាស់នាងត្រូវការការធានាអះអាងពីអ្វីគ្រប់យ៉ាងមិនថាជាគ្រួសារនាងមិត្តភក្តិនាងនិងការងារនាងនោះទេពេលកំពុងគេងជាមួយគ្នានាងនិយាយមកកាន់ខ្ញុំថាតើបងដឹងថាមានរឿងអ្វីកើតឡើងចំពោះអូននៅកន្លែងធ្វើការដែរទេសម្ដីរបស់នាងធ្វើឲ្យខ្ញុំអស់អារម្មណ៍តែម្ដង7ការសន្ទនាគឺជាផ្នែកមួយនៃជ័យជំនះប៉ុន្តែមិនមែនជាអ្វីគ្រប់យ៉ាងទេមនុស្សស្រីតែងតែនិយាយពីអារម្មណ៍ពួកនាងជ្រុលពេកវាធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជានាងនិយាយចេញអស់គ្រប់រឿងដែលមិនមែនជារឿងល្អទេអ្វីក៏ដោយត្រូវតែមានចំណុចសមល្មម8មនុស្សស្រីម្នាក់ព្យាយាមក្នុងការផ្លាស់ប្ដូរខ្ញុំនាងព្យាយាមឲ្យខ្ញុំនិយាយពីអារម្មណ៍ឲ្យបានច្រើនខ្ញុំចង់ប្រាប់ថាខ្ញុំអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនបាន9ពេលដែលអ្នកណាម្នាក់ព្យាយាមក្នុងការឲ្យខ្ញុំបើកចិត្តនិយាយពេលដែលខ្ញុំមិនចង់គឺគ្មានផ្លូវដែលគេបានដឹងអ្វីពីខ្ញុំទេខ្ញុំនឹងខំលាក់កាន់តែខ្លាំងខ្ញុំមិនត្រូវការឲ្យមនុស្សស្រីជួយឡើយ10ពិតជារឿងគួរឲ្យរីករាយណាស់ពេលដែលមនុស្សស្រីអនុញ្ញាតឲ្យយើងទៅដើរលេងជាមួយមិត្តភក្តិប្រុសដោយមិនបង្ហាញនូវការអន់ចិត្តអ្វីនោះដូចជាយើងទទួលបានសម្បត្តិទៅមើលកីឡាហុកគីនៅនាទីចុងក្រោយអញ្ចឹងបើនាងមើលទៅធម្មតាពេលដែលខ្ញុំលុបការណាត់ជាមួយនាងគឺនាងទទួលបានការគោរពពីខ្ញុំកាន់តែខ្លាំងខ្ញុំមានអារម្មណ៍ថានាងមានទំនុកចិត្តលើខ្លួនឯងហើយនាងយកចិត្តទុកដាក់នឹងអ្វីដែលធ្វើឲ្យខ្ញុំរីករាយដែរ11ខ្ញុំមានសង្សារម្នាក់ដែលនិយាយច្រើនដល់ថ្នាក់ថាខ្ញុំអាចដើរទៅបន្ទប់មួយទៀតដោយនាងនៅតែនិយាយនៅឡើយពេលមួយខ្ញុំចូលទៅក្នុងបន្ទប់ទឹកដើម្បីធ្វើរឿងតខ្លួននាងនៅតែនិយាយមកកាន់ខ្ញុំពីមាត់ទ្វារទៀតខ្ញុំគិតថានាងប្រកាសជាមានអ្វីខុសប្រក្រតីហើយគោលការណ៍តាក់ទាញចិត្តទី66ការនិយាយពីអារម្មណ៍គឺធ្វើឲ្យបុរសមានអារម្មណ៍ដូចជាធ្វើការពេលនៅជាមួយមនុស្សស្រីគេចង់មានអារម្មណ៍សប្បាយ12ពេលដែលមនុស្សប្រុសនិយាយពីអ្វីមួយគេនឹងបញ្ចប់ក្នុងរយៈពេល30វិនាទីប៉ុន្តែសម្រាប់មនុស្សស្រីវិញគឺបន្តមិនចេះចប់មិនចេះហើយនោះទេអ្វីដែលមើលទៅជារឿងតូចតាចសម្រាប់គេខ្លាចជាការគំរាមកំហែងក្នុងជីវិតនាងដូចនេះអ្នកក៏ព្យាយាមជួយនឹងនិយាយថាអូនសម្លាញ់វាមិនសំខាន់នោះទេប៉ុន្តែវាធ្វើឲ្យស្ថានភាពកាន់តែអាក្រក់លើសដើមព្រោះនាងគិតថាអ្នកមិនយកចិត្តទុកដាក់នឹងនាង13ខ្ញុំយល់ថាមនុស្សស្រីដែលនិយាយទៅគឺមានភាពតាក់ទាញជាងព្រោះធ្វើឲ្យនាងមានភាពអាថ៌កំបាំងកាន់តែខ្លាំងវាមិនមែនជារឿងល្អទេដែលបន្តនិយាយទាំងវង្វេងវង្វាន់នោះការទំនាក់ទំនងគួរតែមានគុណភាពជាងបរិមាណបើមនុស្សស្រីមានអារម្មណ៍មិនស្រណុកចិត្តឬក៏ធុញថប់គេគួរតែអាចមានអារម្មណ៍ដឹងដោយមិនបាច់នាងនិយាយមួយម៉ាត់ទេ14មនុស្សស្រីម្នាក់នោះចង់ឲ្យពួកយើងនៅជាមួយគ្នាគ្រប់ពេលនាងព្យាយាមផ្លាស់ប្ដូរវិធីដែលខ្ញុំចំណាយពេលរបស់ខ្ញុំដោយដឹងហើយបុរសគ្រប់គ្នាតែងតែមានពេលវេលានិងការកម្សាន្តពិសេសរបស់ខ្លួននាងចង់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើបើនាងដឹងថាខ្ញុំមិនមែនជាមនុស្សចូលចិត្តសិល្បៈនាងគួរតែទុកឲ្យខ្ញុំទៅតាមបែបរបស់ខ្ញុំនាងមិនគួរអូសទាញខ្ញុំទៅសាលាសិល្បៈឬសារមន្ទីរនោះទេ
បើបរិសុទ្ធធ្វើល្អចំពោះមនុស្សស្រីគេមិនចាំបាច់និពន្ធកំណាព្យឬទិញកាតឡប់ដើម្បីបង្ហាញអារម្មណ៍របស់គេនោះទេនាងគ្រាន់តែទុកពេលឲ្យគេនៅម្នាក់ឯងខ្លះគឺល្អហើយ 15 ខ្ញុំមិនថាអីចំពោះមនុស្សស្រីដែលផ្លាស់ប្ដូរការតុបតែងក្នុងផ្ទះទេប៉ុន្តែពេលដែលនាងងប់ងល់ជ្រុលក្នុងការផ្លាស់ប្ដូរខ្ញុំធ្វើឲ្យនាងមើលទៅដូចជាមនុស្សចាស់អញ្ចឹងខ្ញុំចង់បានមនុស្សស្រីដែលមានគោលដៅក្នុងជីវិតនាងប៉ុន្តែនាងមិនបាច់ខ្ជះខ្ជាយពេកក្នុងការព្យាយាមគ្រប់គ្រងខ្ញុំទេអ្វីដែលអ្នកអាចទទួលបានពីមតិទាំងអស់នេះគឺមិនថាមនុស្សស្រីចង់បានភាពស្និទ្ធស្នាលកម្រិតណានាងមិនអាចបង្ខំបរិសុទ្ធបាននោះទេហើយវាអាចផ្លាស់ប្ដូរគេតិចតួចណាស់ដូចក្នុងសម្ដីដកស្រង់ចុងក្រោយដែលបរិសុទ្ធម្នាក់បាននិយាយថាមនុស្សស្រីខ្ជះខ្ជាយពេកពេលដែលមនុស្សស្រីនិយាយភាសាដែលមើលទៅដូចជាប្រើអារម្មណ៍ជ្រុលបរិសុទ្ធភាគច្រើននឹងមិនឲ្យតម្លៃហើយចាត់ទុកជាការនិយាយផ្ដេសផ្ដាស់របស់មនុស្សស្រីព្យាយាមនិយាយខ្លីៗនិងផ្ដោតលើចំណុចសំខាន់បើមិនដូច្នេះទេគេនឹងមិនឮសូម្បីតែមួយពាក្យផងមិនត្រឹមតែប៉ុណ្ណោះការដែលអ្នកតែងតែព្យាយាមបង្ខំបរិសុទ្ធឲ្យនិយាយពីអារម្មណ៍គេឬយកចិត្តទុកដាក់ហួសហេតុលើអារម្មណ៍អ្នកគឺអ្នកនឹងទទួលបានលទ្ធផលផ្ទុយពីការរំពឹងទុកនេះគឺជាហេតុផលគោលការណ៍តាក់ទាញចិត្តទី 67 ការបង្ខំឲ្យគេនិយាយពីអារម្មណ៍គ្រប់ពេលមិនត្រឹមតែធ្វើឲ្យអ្នកមើលទៅដូចជាត្រូវការគេខ្លាំងនោះទេតែក៏ធ្វើឲ្យគេបាត់បង់ការគោរពចំពោះអ្នកជាបន្តបន្ទាប់ហើយពេលដែលគេបាត់បង់ការគោរពចំពោះអ្នកគេនឹងយកចិត្តទុកដាក់កាន់តែតិចចំពោះអារម្មណ៍អ្នកដូច្នេះបើអ្នកមានអារម្មណ៍ថាគេកំពុងតែប្រងើយកន្តើយចំពោះអ្នកត្រូវធ្វើខ្លួនជាមនុស្សគោដូចសត្វលេងជ្រូកដែរពេលដែលគេមិនធ្វើតាមតម្រូវការអ្នកគ្រាន់តែដកថយបន្តិចនិងកុំបញ្យល់អ្វីទាំងអស់ដោយដែលអ្នកបានអាននៅចំពោះមុនហើយបរិសុទ្ធមិនឆ្លើយតបនឹងពាក្យសម្ដីទេមនុស្សស្រីព្យាយាមតាក់ទងបរិសុទ្ធដោយការបង្ខំឲ្យមានការសន្ទនាពីអារម្មណ៍ហើយដោយដែលស្មានទុកគេនឹងរត់គេចដើម្បីឲ្យកូនតូចរត់មករកម្ដាយវិញដំបូងឡើយម្ដាយនោះត្រូវតែឈប់ដេញតាមគេសិនប្រសិនបើអ្នកមិនទាមទារដេញតាមគេឬព្យាយាមក្នុងការបង្កើតឲ្យមានភាពខុសខើនឹងការនិយាយផ្ដេសផ្ដាស់បែបមនុស្សស្រីទេនោះអ្នកនឹងទទួលបានការគោរពពីគេពេលដែលអ្នករក្សាសម្ដីឲ្យខ្លីនិងផ្អែមល្ហែមរួចដកថយបន្តិចតាមវិធីបែបអាចកំបាំងអ្នកនឹងមើលទៅពោពេញដោយកិត្តិយសហើយគេនឹងយកចិត្តទុកដាក់កាន់តែខ្លាំងលើអារម្មណ៍អ្នកដោយមិនចាំបាច់និយាយអ្វីទាំងអស់ហេតុផល15យ៉ាងដែលបរិសុទ្ធធ្វើជាសោះអង្គុយខ្ញុំបានសួរបរិសុទ្ធថាហេតុអ្វីបានជាគេលាក់បាំងអារម្មណ៍ឬធ្វើជាសោះអង្គុយខ្ញុំក៏សួរគេផងដែរពីមូលហេតុដែលគេចាំបាច់ខ្លែងធ្វើជាប្រងើយកន្តើយឆេវឆាវនិងមើងម៉ាត់ជាងអ្វីដែលគេគិតពួកគេបានប្រាប់ថាគេធ្វើបែបនេះព្រោះគេយល់ថាជាអ្វីដែលគេត្រូវធ្វើជាពិសេសពេលដែលប្រឈមមុខជាមួយមនុស្សស្រីតែងតែឆ្ងល់ថាហេតុអ្វីបានជាមនុស្សប្រុសតែងតែចំណាយពេលយូរទៅទូរស័ព្ទមករកនាងជាក់ស្ដែងពេលដែលបរិសុទ្ធបានសុំលេខទូរស័ព្ទនាងគេចាំរហូតដល់6ថ្ងៃក្រោយទៅទូរស័ព្ទមកបន្ទាប់មកគេបានណាត់នាងដើរលេងយ៉ាងសប្បាយរីករាយរួចចាំដល់5ថ្ងៃក្រោយទៅទូរស័ព្ទមកនាងម្ដងទៀតខណៈនោះនាងតែងតែយកដៃអេសក្បាលហើយសួរថាហេតុអ្វីបានជាគេធ្វើបែបនេះមនុស្សប្រុសធ្លាប់ខ្លួននឹងការដែលត្រូវមនុស្សស្រីធ្វើឲ្យធុញដូច្នេះតិចនិចក្នុងការពន្យាពេលនេះគឺជួយឲ្យគេអាចការពារខ្លួននៅដំណាក់កាលដំបូងគេនឹងគិតគូរសិនគេចង់ធ្វើជាមនុស្សមានហេតុផលជាជាងប្រើអារម្មណ៍ព្រោះសម្រាប់គេការដែលបង្ហាញត្រង់ឬប្រើអារម្មណ៍ជ្រុលគឺត្រូវបានចាត់ទុកជាភាពទន់ខ្សោយនៅថ្ងៃអង្គារគេនឹងនិយាយប្រាប់ខ្លួនឯងថាខ្ញុំគិតថាខ្ញុំនឹងទូរស័ព្ទទៅនាងថ្ងៃប្រហ័សបរិសុទ្ធភាគច្រើនមិនដឹងថាមនុស្សស្រីចង់ឲ្យគេទូរស័ព្ទមកនៅថ្ងៃអង្គារទេដូច្នេះហេតុអ្វីបានជាគេធ្វើបែបនេះគេធ្វើបែបនេះដើម្បីរក្សាមុខមាត់និងធ្វើឲ្យនាងយល់ថាគេអាចគ្រប់គ្រងស្ថានភាពបានបរិសុទ្ធដែលពោពេញដោយភាពតាក់ទាញម្នាក់ឈ្មោះ Steven បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនឹងសម្ដីត្រង់ៗរបស់ពួកគេបាននិយាយថាអ្នកត្រូវតាក់ទងមនុស្សស្រីដោយធ្វើដូចជាអ្នកធ្លាប់ឆ្លងកាត់រឿងបែបនេះរហូតមកហើយមិនមែនជាបញ្ហាសំខាន់សម្រាប់អ្នកឡើយនៅពេលដែលអ្នកបង្ហាញថាវាជារឿងសំខាន់សម្រាប់អ្នកមនុស្សស្រីនឹងដឹងក្លិនដែលធ្វើចរិតខុសពីមុនដាក់អ្នកនេះជាមូលហេតុដែលបរិសុទ្ធរងចាំសិនមុននឹងទូរស័ព្ទហើយធ្វើដូចជាមិនសូវចាប់អារម្មណ៍គេជឿថាមនុស្សស្រីនឹងមិនគោរពបរិសុទ្ធដែលមើលទៅទន់ខ្សោយនោះទេអ្វីដែលអ្នកអាចរៀនបានពីរបៀបនេះគឺកុំខ្វាយខ្វល់បើគេមិនបានទូរស័ព្ទមក1ថ្ងៃឬ2ថ្ងៃ
ពេលខ្លះបើទោះបីជាគេមើលទៅដូចជាបដិសេធអ្នកវាអាចជាការសរសើរដែលបង្កប់ក្នុងការស្អប់ដែលតាមពិតគេចង់បានអ្នកយ៉ាងខ្លាំងតែគេមិនចង់មើលទៅដូចជាបង្ហាញត្រង់ពេកពេលខ្លះទៀតមនុស្សប្រុសនឹងដកថយសិនដើម្បីសង្កេតមើលប្រតិកម្មអ្នកព្រោះគេចង់ដឹងថាអ្នកខ្វល់ពីគេកម្រិតណាបើអ្នកមិនជឿខ្ញុំបន្តអានទៀតចុះនេះគឺជាអ្វីដែលបរិបពោពេញដោយល្បិចទាំងនោះគិត 1. បរិចង់ឲ្យមនុស្សស្រីគិតថាគេមានចំណូលច្រើនបើទោះបីជាគេមិនមានសោះក៏ដោយដូច្នេះគេក៏បំភ្លឺហួសពីការពិតគេធ្វើបែបនេះព្រោះចង់ឲ្យខ្លួនគេមើលទៅកាន់តែទាក់ទាញក្នុងក្រសែភ្នែកមនុស្សស្រី 2. ពិតណាស់បរិធ្វើជាប្រងើយកន្តើយព្រោះគេគិតថាមនុស្សស្រីនឹងចាត់ទុកថាគេកាន់តែគួរឲ្យទាក់ទាញខ្ញុំបានស្គាល់បរិមួយចំនួនដែលសុខចិត្តតាក់ទងជាមួយមនុស្សស្រីដែលមើលទៅមិនស្អាតសោះដើម្បីគ្រាន់តែធ្វើឲ្យសង្សារគេមានអារម្មណ៍មិនស្រណុកចិត្តខ្លះបរិមិនចូលចិត្តសារភាពប្រាប់ខ្លួនឯងថាមនុស្សស្រីដែលមានឥទ្ធិពលអាចគ្រប់គ្រងគេទេវាធ្វើឲ្យប៉ះពាល់ដល់អំណួររបស់យើងពេលដែលគិតថាមនុស្សស្រីម្នាក់នោះអាចជះឥទ្ធិពលដល់យើងយ៉ាងខ្លាំងយើងមិនចង់មានអារម្មណ៍ថាมันអាចគ្រប់គ្រងខ្លួនឯងបាននោះទេគោលការណ៍តាក់ទាញចិត្តទី68នៅដំណាក់កាលដំបូងរឿងតែម្យ៉ាងដែលអ្នកត្រូវយកចិត្តទុកដាក់គឺគេនៅតែមករកអ្នកដែរទេព្រោះគេអាចពន្យាពេលឬលាក់បាំងអារម្មណ៍បានយូរណាស់ 4. ខ្ញុំមិនអាចទូរស័ព្ទទៅរកមនុស្សស្រីម្នាក់នោះច្រើនពេកទេនៅពេលដំបូងព្រោះខ្ញុំមិនចង់ឲ្យនាងយល់ថាខ្ញុំចង់បាននាងខ្លាំងពេក 5. មនុស្សប្រុសក៏ប្រើអារម្មណ៍ដូចមនុស្សស្រីដែរពួកគេគ្រាន់តែមិនបង្ហាញចេញព្រោះសង្គមបានប្រាប់ថាគេមិនគួរបង្ហាញនោះទេក្នុងនាមជាបុរសអ្នកត្រូវមើលទៅអាចគ្រប់គ្រងខ្លួនឯងបាន 6. ពេលដែលនាងធ្វើដូចជានាងមិនខ្វាយខ្វល់ធ្វើឲ្យអ្នកភ័យខ្លាចមនុស្សស្រីអាចផ្ដួលមនុស្សប្រុសបានដោយគេមិនទាំងដឹងខ្លួនផងពេលដែលមនុស្សស្រីទម្លាក់ជើងចុះរួចដើរចេញវាអាចផ្ដួលមនុស្សប្រុសបាន 7. បើបុរសពិតជាស្រឡាញ់មនុស្សស្រីណាម្នាក់មែននោះភាគច្រើនគេព្យាយាមលាក់បាំងវាមានបុរសតិចណាស់ដែលទម្លាក់ចេញនិងយំមុខមនុស្សស្រីនោះ 8. ពិតណាស់បុរសធ្វើជាប្រងើយកន្តើយដើម្បីឲ្យមនុស្សស្រីចាប់អារម្មណ៍យើងចង់ឲ្យនាងចូលចិត្តយើងនិងមិនយល់ថាយើងចង់បាននាងពេកនោះទេបើអ្នកបង្ហាញថាអ្នកចាប់អារម្មណ៍នាងភ្លាមមនុស្សស្រីនឹងចាត់ទុកយើងជាមនុស្សដែលត្រូវការនាងខ្លាំង 9. ពេលខ្លះខ្ញុំខ្លាចធ្វើជាប្រងើយដាក់មនុស្សស្រីនៅពេលដំបូងឬមិនទូរស័ព្ទទៅនាងច្រើនដងពេកដើម្បីឲ្យនាងនៅតែចាប់អារម្មណ៍ខ្ញុំមិនមានបុរសណាដែលចង់មើលទៅដូចជាត្រូវការមនុស្សស្រីខ្លាំងពេកទេ 10. បុរសគឺជាអ្នកត្រូវការសម្ព័ន្ធភាពផ្លូវភេទមនុស្សស្រីអាចគ្រប់គ្រងអារម្មណ៍ផ្លូវភេទបានតែបុរសមិនអាចគ្រប់គ្រងបាននោះទេ 11. បុរសធ្វើបែបនោះដើម្បីទាក់ទាញចិត្តស្រីបុរសភាគច្រើនជឿថាបុរសល្អតែងតែត្រូវបានមនុស្សស្រីធ្វើបាបហើយមនុស្សស្រីខ្លះចង់បានបុរសបែបអាក្រក់ 12. បើអ្នកមើលទៅទន់ខ្សោយនាងនឹងយកប្រៀបលើអ្នកបុរសខ្លះគិតថាបើអ្នកបើចំហពេកមនុស្សស្រីនឹងប្រើវាដើម្បីប្រឆាំងអ្នកវិញ 13. បើអ្នកបណ្ដោយឲ្យមនុស្សស្រីដឹងថាអ្នកមិនបានតាក់ទងជាមួយមនុស្សស្រីណាសោះក្នុងពេលថ្មីនេះនាងនឹងយល់ថាអ្នកត្រូវការនាងខ្លាំងឬចង់តាក់ទងជាមួយមនុស្សស្រីបែបណាក៏បាន 14. មនុស្សស្រីគឺអាចគ្រប់គ្រងខ្លួនឯងបានព្រោះពួកនាងអាចគ្រប់គ្រងអារម្មណ៍ផ្លូវភេទបានតាមពិតមនុស្សស្រីមានការគ្រប់គ្រងខ្ពស់ជាងអ្វីដែលនាងដឹងបុរសភាគច្រើនមានអារម្មណ៍ថាលក្ខណៈបែបនេះមិនធ្វើឲ្យយើងមានប្រៀបទេ 15. ពេលដែលបុរសធ្វើជាប្រងើយកន្តើយគេគិតថាគេបានតាក់ទងមនុស្សស្រីដោយអំណាចនិងកម្លាំងរបស់គេគ្រាន់តែព្យាយាមធ្វើជាអ្នកឈ្នះដូចជាគេដឹងថានឹងមានអ្វីកើតឡើងដូច្នោះដែរមិនមានបុរសណាចង់ឲ្យមនុស្សស្រីចាត់ទុកខ្លួនជាកូនក្មេងដែលមិនទាន់ដឹងក្តីឬពូកែយំនោះទេគោលការណ៍តាក់ទាញចិត្តទី69មនុស្សប្រុសធ្វើចំពោះមនុស្សស្រីដូចអ្វីដែលគេធ្វើចំពោះមនុស្សប្រុសដូចគ្នាដែរពួកគេធ្វើជាប្រងើយកន្តើយព្រោះគេមិនចង់មើលទៅទន់ខ្សោយឬត្រូវការមនុស្សស្រីខ្លាំងទស្សនៈ15យ៉ាងរបស់បុរសក្នុងការរក្សាមនោសញ្ចេតនាបុរសមួយចំនួនបានជជែកជាមួយខ្ញុំអំពីវិធីក្នុងការរក្សាមនោសញ្ចេតនាស្នេហាឲ្យនៅឆេះងំជាពិសេសអ្នកដែលជិតរៀបការនិងរៀបការរួចអំឡុងពេលសម្ភាសខ្ញុំមានអារម្មណ៍ដូចជាកំពុងលេងហ្គេមពាក្យសម្ដីអញ្ចឹងខ្ញុំនិយាយថាមនោសញ្ចេតនាគេគិតថាសម្ព័ន្ធភាពផ្លូវភេទខ្ញុំនិយាយថាចំណងនៃក្តីស្រឡាញ់គេនៅតែគិតថាសម្ព័ន្ធភាពផ្លូវភេទ
ខ្ញុំនិយាយដល់បទពិសោធន៍ថ្មីក៏គេនៅតែគិតដល់សម្ព័ន្ធភាពផ្លូវភេទហើយនៅពេលដែលខ្ញុំប្រើពាក្យថាប្រភេទផ្សេងពីគ្នាគេនៅតែសួរមកខ្ញុំដដែលថានាងចង់សម្ដៅដល់បញ្ហាផ្លូវភេទមែនទេតាមរយៈសម្ដីនេះការពិតដែលបរិសុទ្ធចង់ឲ្យមនុស្សស្រីទទួលបានពីការសន្ទនាពាក់ព័ន្ធនឹងការរក្សាចំណងស្នេហាឲ្យឆេះងំគឺដូចអ្វីដែលស្មានអញ្ចឹងគឺសម្ព័ន្ធភាពផ្លូវភេទខណៈដែលបរិសុទ្ធតែងតែមិនសូវនិយាយពីអារម្មណ៍ទេពួកគេនៅតែចង់ផ្សារភ្ជាប់ជាមួយមនុស្សដែលគេស្រឡាញ់ហើយវាសំខាន់សម្រាប់គេក្នុងការរក្សាភ្លើងស្នេហ៍ឲ្យឆេះងំពេលដែលបរិសុទ្ធឈប់មានសម្ព័ន្ធភាពផ្លូវភេទគេចាប់ផ្ដើមសង្ស័យអំពីសម្ព័ន្ធភាពផ្លូវភេទរបស់គេហើយគេនឹងចាប់ផ្ដើមសួរខ្លួនឯងពីចំណងរបស់គេមិនមែនគ្រាន់តែជាសកម្មភាពផ្លូវកាយទេ1បរិសុទ្ធត្រូវការមានអារម្មណ៍ថាភរិយាឬសង្សាររបស់គេត្រូវការមានសម្ព័ន្ធភាពផ្លូវភេទជាមួយគេយើងត្រូវការយោគយល់ពីពួកគេ2សាកល្បងអ្វីដែលខុសប្លែកពីមុនចំពោះសម្ព័ន្ធភាពលើក្រែអ្វីក៏ដោយឲ្យតែខុសពីអ្វីដែលគេធ្លាប់ដឹងចំណុចសំខាន់នៃការភ្ញាក់ផ្អើលគឺតាក់ទាញចិត្តគេបើអ្នកតែងតែនៅពីលើគេសាកនៅចំហៀងវិញម្ដង3បន្ទាប់ពីពេលល្ងាចអ្នកតែងតែអស់កម្លាំងទម្លាប់គេងជាមួយគ្នាប្រចាំថ្ងៃអាចបន្ថយចំណងក្នុងទំនាក់ទំនងបានអ្នកត្រូវរកពេលផ្ទាល់ខ្លួនចេញទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នានិងអាចរកអ្នកជួយមើលកូនជំនួសបើសិនជាចាំបាច់4មនុស្សភាគច្រើនប្រើលេសក្នុងការរកប្រាក់ពេលវេលាឬការមើលថែកូនដើម្បីបញ្ឈប់ភាពស្និទ្ធស្នាលឬរ៉ូមែនទិកការរក្សានៅចំណងផ្លូវអារម្មណ៍គឺជារឿងសំខាន់ណាស់5បរិសុទ្ធចូលចិត្តមនុស្សស្រីដែលមានភាពច្នៃប្រឌិតដើម្បីមិនធ្វើឲ្យមានអារម្មណ៍ធុញទ្រាន់បើនាងមើលទៅដដែលពេកដោយតែនិយាយពីតំណែងតំណងគ្រប់ពេលតែមិនចេញដើរលេងឬនៅជាមួយគ្នាម្ដងសោះគេនឹងឆាប់ធុញទ្រាន់មិនខាន6ថ្មីនេះភរិយាខ្ញុំនិងខ្ញុំបានទុកកូននៅជាមួយអ្នកផ្ទះមួយខែម្ដងហើយយើងនាំគ្នាទៅដើរលេងឆ្ងាយនៅយប់ថ្ងៃសុក្រឬថ្ងៃសៅរ៍វាជួយរក្សាមនោសញ្ចេតនានិងភាសាសន្ទនាមួយទល់នឹងមួយជារវាងមនុស្សពេញវ័យ7វាងាយស្រួលក្នុងការនិយាយថាយើងមិនមានលទ្ធភាពក្នុងការញ៉ាំអាហារខាងក្រៅឬយើងមិនមានលទ្ធភាពចេញទៅដើរលេងឆ្ងាយនៅថ្ងៃចុងសប្តាហ៍ការចំណាយនឹងកើនឡើងឬក៏អ្នកមានអារម្មណ៍ថាអ្នកគួរតែចំណាយប្រាក់លើកូនប្រសើរជាងប៉ុន្តែអ្នកមិនគួរគ្មានលទ្ធភាពក្នុងការរក្សាមនោសញ្ចេតនាឬជីវិតផ្លូវភេទនោះទេវាពិតជាសំខាន់ណាស់គោលការណ៍តាក់ទាញចិត្តពីចិត្តសុទ្ធការភ្ញាក់ផ្អើលទាំងនៅក្នុងបន្ទប់គេងនិងក្រៅបន្ទប់គេងគឺសំខាន់ណាស់សម្រាប់បរិសុទ្ធហើយវាជួយបន្ថែមភាពរំភើបដល់គេ8អ្វីដែលធ្វើឲ្យមនុស្សប្រុសភ្ញាក់ផ្អើលគឺការបន្ថែមភាពរំភើបវាដូចជាការមានបទពិសោធន៍ជាមួយនរណាម្នាក់យ៉ាងដូចនេះដែរ9បើបុរសលែងយកចិត្តទុកដាក់នឹងសម្ព័ន្ធភាពផ្លូវភេទចំណងស្នេហានឹងរលត់បាត់ជាបន្តបន្ទាប់បុរសចង់មានសម្ព័ន្ធភាពផ្លូវភេទជាច្រើនដងក្នុងមួយសប្តាហ៍ហើយពិតណាស់គេតែងតែចង់បានមនុស្សស្រីដែលគេមិនចាំបាច់ស្នើសុំមុន10ខ្ញុំចង់ឲ្យមនុស្សស្រីជាអ្នកដឹកដៃខ្ញុំទៅបន្ទប់គេងទោះបីជាម្ដងក៏ដោយបុរសតែងតែត្រូវធ្វើខ្លួនជាអ្នកចាប់ផ្ដើមយើងត្រូវធ្វើឲ្យមនុស្សស្រីមានអារម្មណ៍សិនពេលខ្លះបុរសក៏មិនចង់ហត់នឿយពេកដែរ11ខ្ញុំចូលចិត្តពេលដែលមនុស្សស្រីជាអ្នកចាប់ផ្ដើមក្នុងការមានសម្ព័ន្ធភាពផ្លូវភេទប្រហែលជាមិនមែនស្គាល់គ្នាដំបូងទេតែពេលដែលអ្នកបានក្លាយជាគូស្នេហ៍នឹងគ្នារួចវាធ្វើឲ្យគេមានអារម្មណ៍ថាអ្នកចង់បានគេកាន់តែខ្លាំង12ខ្ញុំគិតថាវាជួយរក្សាមនោសញ្ចេតនាពេលដែលយើងបែកគ្នាខ្លះពេលដែលយើងរស់នៅជាមួយគ្នាវាជារឿងសំខាន់ណាស់ក្នុងការមានពេលធ្វើរឿងផ្ទាល់ខ្លួនដោយមិនចាំបាច់មាននាងធ្វើឲ្យអ្នកពិបាកចិត្តពេលដែលខ្ញុំទៅស្ទូចត្រីខ្ញុំស្រាប់តែមានអារម្មណ៍ថានឹកភរិយាខ្ញុំវាជារឿងល្អមែនទេ13ពេលខ្លះមនុស្សស្រីអាចធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍ថាជាមនុស្សសំខាន់ដោយសួរសំណួរឬបង្ហាញការចាប់អារម្មណ៍ចំពោះអ្វីដែលគេចូលចិត្តពួកគេអាចសាកល្បងអ្វីដែលថ្មីជាមួយគ្នាដែលគេមិនធ្លាប់ធ្វើខ្ញុំណែនាំឲ្យមានគម្រោងចំណាយពេលដើរលេងចុងសប្តាហ៍ជាមួយគ្នាដើម្បីមានពេលធ្វើអ្វីដែលអ្នកចង់ធ្វើ14ថ្ងៃចុងសប្តាហ៍តែងតែជាថ្ងៃដែលរវល់យ៉ាងខ្លាំងដូចជាត្រូវមើលថែកូនឬធ្វើការងារផ្ទះខ្ញុំគិតថាការធ្វើការងារដោយឡែកពីគ្នាក៏ជាវិធីក្នុងការរក្សាមនោសញ្ចេតនាដែរ
ពេលខ្លះខ្ញុំមើលកូននៅពេលព្រឹកខណៈដែលនាងធ្វើការរបស់នាងហើយបន្ទាប់មកនាងអាចនាំកូនទៅក្រៅពេលដែលខ្ញុំនៅផ្ទះធ្វើការរបស់ខ្ញុំនៅពេលល្ងាចយើងអាចចំណាយពេលជាមួយគ្នាខ្ញុំមិនចាំបាច់អង្គុយមើលភរិយារបស់ខ្ញុំជួបផ្ទះនោះទេ15វាមានអារម្មណ៍ស្រណុកចិត្តពេលដែលអ្នកនៅជាមួយនរណាម្នាក់ដោយការគេងជាមួយគ្នាតាមទម្លាប់ធម្មតាដែលអ្នកដឹងថាគេចូលចិត្តប៉ុន្តែវានឹងក្លាយជាទម្លាប់ដដែលនៅពេលក្រោយមកគួរតែផ្លាស់ប្ដូរបច្ចេកទេសខ្លះវាមិនចាំបាច់ថាត្រូវតែសាហាវខ្លាំងទេតែគួរជាអ្វីដែលអ្នកមិនធ្លាប់អនុវត្តកត្តា15យ៉ាងដែលធ្វើឲ្យបុរសអស់អារម្មណ៍មានរឿងជាច្រើនដែលបុរសបានជជែកគ្នាអំពីបញ្ហាដែលធ្វើឲ្យគេអស់អារម្មណ៍ចំពោះនេះប្រហែលជាហេតុផលសម្រាប់អ្នកមួយចំនួនខណៈដែលអ្នកផ្សេងទៀតយល់ថាមិនសូវពិតដោយសារតែបុរសមិនចូលចិត្តនិយាយពាក្យទាំងនេះដោយផ្ទាល់អ្នកប្រហែលជាចង់កត់សម្គាល់ដោយខ្លួនឯងនៅចំណុចខាងក្រោមនេះ1ខ្ញុំគិតថាស្រីគួរតែបិទទ្វារបន្ទប់ទឹកពេលដែលនាងអង្គុយលើចានបង្គន់ខ្ញុំគិតថាវាគួរឲ្យខ្ពើមណាស់ពេលដែលឃើញស្រីអង្គុយលើចានបង្គន់នោះកុំទុកសម្លេងអនាម័យនិងរបស់ស្រីឲ្យបុរសឃើញផងដែរយើងមិនចូលចិត្តសូម្បីតែពេលដែលឃើញការផ្សាយពាណិជ្ជកម្មពីទឹកអនាម័យស្ត្រីលើទូរទស្សន៍ខ្ញុំមានអារម្មណ៍មិនសូវពេញចិត្តនឹងមនុស្សស្រីដែលសម្ភារៈនិយមជ្រុលបើនាងយកចិត្តទុកដាក់ខ្លាំងពេកនឹងស្បែកជើងដែលខ្ញុំពាក់ឬម៉ាកនាឡិកាឬរថយន្តដែលខ្ញុំបើកខ្ញុំនឹងអស់អារម្មណ៍ចំពោះនាង3ពេលដែលមនុស្សស្រីប្រច័ណ្ឌវាអាចធ្វើឲ្យអស់អារម្មណ៍ដែរពេលមួយខ្ញុំកំពុងតែណាត់ជួបនាងរួចមានមនុស្សម្នាក់ដែលមានលក់វែងពណ៌មាសអង្គុយក្នុងរថយន្តក្បែរពួកយើងដៃគូរបស់ខ្ញុំបានចោទខ្ញុំថាលួចមានទំនាក់ទំនងជាមួយមនុស្សម្នាក់នោះចុងក្រោយទើបយើងដឹងថាម្នាក់នោះជាបុរសសោះ4ភាពអាថ៌កំបាំងគឺសំខាន់ណាស់ខ្ញុំធ្លាប់និយាយទូរស័ព្ទជាមួយមនុស្សស្រីម្នាក់ហើយពេលដែលយើងនិយាយជាមួយគ្នាដំបូងនាងបានប្រាប់ខ្ញុំថានាងនឹងបញ្ចុះទម្ងន់ដើម្បីយើងអាចគេងជាមួយគ្នាបានតើបុរសគួរនិយាយដល់កម្រិតណាដើម្បីមានសម្ព័ន្ធភាពផ្លូវភេទជាមួយគ្នា5ខ្ញុំមិនចូលចិត្តមនុស្សស្រីដែលមិនមានជីវិតតខ្លួនឬការងារនោះទេនិងសូម្បីតែកាតក្រេឌីតដែលពោពេញដោយបំណុលឬសង្សារចាស់ដែលចោលម៉ាស៊ីនរបស់នាងខ្ញុំចូលចិត្តមនុស្សស្រីដែលមានទំនួលខុសត្រូវ6ខ្ញុំចូលចិត្តមនុស្សស្រីដែលខ្ញុំអាចជួបដោយមិនមានសម្ពាធបើបុរសមានសម្ពាធច្រើនហើយនាងចូលមកបន្ថែមទៀតនោះគេនឹងកាន់តែអស់អារម្មណ៍7ខ្ញុំមិនចូលចិត្តទេដែលមនុស្សស្រីធ្វើឲ្យខ្ញុំមើលទៅមិនល្អចំពោះមុខអ្នកដទៃបើខ្ញុំធ្វើអ្វីខុសនាងអាចលើកឡើងពីយើងនៅផ្ទះ8ពេលដែលបុរសដើរចូលក្នុងផ្ទះបន្ទាប់ពីហត់នឿយពេញមួយថ្ងៃទុកពេលឲ្យគេធ្វើរឿងតខ្លួនកន្លះម៉ោងសិនគ្រាន់តែទទួលដឹងវត្តមានរបស់គេថើបគេតែកុំនិយាយអ្វីដែលអ្នកចង់ឲ្យគេធ្វើភ្លាមនោះ9មនុស្សស្រីមិនគួរបណ្ដោយឲ្យបុរសដឹងថានាងទុកគេជាមនុស្សសំខាន់បំផុតក្នុងជីវិតនាងទេនារីម្នាក់បានប្រាប់ខ្ញុំថានាងបានចំណាយពេល3ម៉ោងក្នុងការត្រៀមខ្លួនដើម្បីជួបខ្ញុំនៅថ្ងៃណាត់ជួបដំបូងវាហាក់ដូចជាជ្រុលបន្តិចហើយ10បុរសគ្រប់គ្នាភ័យខ្លាចថាបន្ទាប់ពីរៀបការរួចមនុស្សស្រីនឹងកាត់សក់ឡើងទម្ងន់និងឈប់តុបតែងខ្លួន11គ្មាននារីណាដែលចង់ពាក់ព័ន្ធនឹងបុរសដែលស្រវឹងនោះទេបើអ្នកញ៉ាំស្រានៅផ្ទះរួចស្រវឹងគឺជារឿងផ្សេងតែបើអ្នកនៅបានហើយធ្វើចរិតស្រវឹងឡប់ឡាយគឺពិតជាធ្វើឲ្យអ្នកដទៃអស់អារម្មណ៍គ្មាននរណាចង់នៅជាមួយអ្នកស្រវឹងទេ12កុំឲ្យបុរសដឹងថាអ្នកអង្គុយសង្កុកលើផ្ទះរងចាំទូរស័ព្ទគេឬគេជាជីវិតរបស់អ្នកគេក៏ចង់ថាមានបុរសដទៃចង់បានអ្នកដែរដោយគ្រាន់តែអ្នកមិនគេងជាមួយពួកគេទៅបានហើយ13ពេលដែលមនុស្សស្រីតាមតាក់ទងអ្នកគឺពិតជាធ្វើឲ្យអ្នកអស់អារម្មណ៍ខ្ញុំនៅចាំពេលដែលសមាគមស្រីនាំគ្នាទៅសមាគមប្រុសវាមើលទៅដូចជាហ្វូងគោមួយមកឈ្លានពានដែនដីយើងអញ្ចឹងវាដូចជាងាយស្រួលពេកហើយ14វាដូចជាត្រនិចនាឡិកាអញ្ចឹងពេលដែលមនុស្សស្រីធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកត្រូវរាយការណ៍ប្រាប់នាងគ្រប់ពេលទង្វើនេះពិតជាធ្វើឲ្យអ្នកអស់អារម្មណ៍ខ្លាំងណាស់15មនុស្សស្រីមិនគួរបង្ហាញខ្លួនដោយមិនប្រាប់មុននោះទេមិនថានៅផ្ទះរបស់បុរសឬកន្លែងធ្វើការឡើយគេនឹងតែងតែគិតដល់នាងដូចជាអ្នកនាំគ្រោះយ៉ាងដូច្នោះដែរមូលហេតុ15យ៉ាងដែលមនុស្សប្រុសត្រូវការមនុស្សស្រីហ៊ានតមនុស្សស្រីតែងតែត្រូវបានបង្រៀនតាំងពីថ្នាក់មត្តេយ្យមកថាពួកគេត្រូវធ្វើជាមនុស្សស្រីល្អ
គ្រាន់តែគិតដល់កំណាព្យថ្នាក់មតីក៏សូត្រថាមនុស្សស្រីត្រូវបានសាងឡើងពីស្ករនិងគ្រឿងទេសហើយគ្រប់យ៉ាងគឺល្អវប្បធម៌ទាន់សម័យមិនបានជំរុញមនុស្សស្រីហ៊ានតបតទេដូច្នេះមនុស្សស្រីតែងទទួលបានគំនិតធ្វើជាស្រីល្អនិងយល់ស្របដើម្បីយកឈ្នះបុរសប្រកបណាស់វាជារឿងប្រសើរក្នុងការធ្វើល្អតែនៅពេលដែលមនុស្សស្រីមានអារម្មណ៍ថានាងល្អក្នុងភាពជាម្ចាស់ការលើខ្លួនឯងចំពោះអ្វីដែលមនុស្សប្រុសធ្វើចំពោះនាងវាគឺជាបញ្ហាភាគច្រើនមនុស្សស្រីតែងតែល្អក្នុងការត្រៀមខ្លួនលះបង់ខ្លួនឯងដោយដែលអ្វីដែលបានអានក្នុងជំពូកនេះបរិបតែងតែអស់អារម្មណ៍ដោយសារតែមនុស្សស្រីដែលមិនមានជំហរផ្ទាល់ខ្លួនពេលដែលអ្នកអានសម្ដីដកស្រង់បន្តទៀតនេះគឺសារទាំងនោះនឹងក្លាយជាវត្តមួយដោយសារតែពេលនេះអ្នកនឹងឮដោយផ្ទាល់ពីបរិបពួកគេតែងតែបានតាក់ទាញដោយមនុស្សស្រីឆ្លាតឬមនុស្សស្រីដែលមានជំហរខ្លួនឯងនៅចំណុចនេះយើងនឹងទទួលបានចំណុចស្នូលនៃសិភៅយុទ្ធសាស្ត្រសម្ងាត់របស់ក្រុមផ្សេងទៀតនេះគឺជាអ្វីដែលបរិបបានបង្ហើបពីមូលហេតុដែលគេត្រូវបានតាក់ទាញចិត្តដោយមនុស្សស្រីឆ្លាតនេះគឺជាអាថ៌កំបាំងដែលគេរក្សាបានល្អបំផុត1ពេលដែលអ្នកនិយាយចំអន់មនុស្សស្រីហើយនាងអាចចំអន់តបមកវិញគឺពិតជាគួរឲ្យចាប់ចិត្តណាស់2ខ្ញុំចូលចិត្តមនុស្សស្រីដែលហ៊ានប្រាប់ខ្ញុំពីកំហុសបើខ្ញុំធ្វើខ្លួនជាប្រុសអាក្រក់ដាក់នាងហើយនាងបង្ហាញឲ្យខ្ញុំដឹងខ្លួនគឺធ្វើឲ្យខ្ញុំកាន់តែគោរពនាង3គុណសម្បត្តិកាលពីក្មេងរបស់ពួកយើងបានជំរុញឲ្យយើងព្យាយាមយកប្រៀបវាជារឿងល្អដែលដឹងថាមនុស្សស្រីដែលអ្នកស្រឡាញ់មិនអត់ធ្មត់ជាមួយទង្វើនោះ4បានខ្ញុំសារភាពចោះពេលខ្លះខ្ញុំធ្វើជាអ្នកផ្ដើមឈ្លោះជាមួយភរិយាខ្ញុំមិនមែនព្រោះតែខ្ញុំតាំងចិត្តចង់ឲ្យនាងពិបាកចិត្តនោះទេគ្រាន់តែពេលខ្លះខ្ញុំមានរឿងស្មុគស្មាញនឹងបញ្ហានៅកន្លែងធ្វើការ5ខ្ញុំចូលចិត្តមនុស្សស្រីដែលមិនធ្វើខ្លួនដូចជាកំពុងលេងហ្គេមការជឿជាក់របស់នាងបានបង្ហាញថានាងដឹងនៅអ្វីដែលខ្ញុំមិនដឹងពេលនោះខ្ញុំប្រាប់ខ្លួនឯងថានាងប្រកាសជាមានតម្លៃក្នុងការថែរក្សា6ពេលដែលមនុស្សស្រីតែងតែផ្អែមល្ហែមនិងល្អពេកវានឹងក្លាយជារឿងដដែល7បើបរិបគិតថាមនុស្សស្រីល្ងងគេនឹងមិនយកចិត្តទុកដាក់នឹងនាងខ្លាំងទេព្រោះគេមិនគោរពគំនិតនាងប្រសិនបើនាងមើលទៅឆ្លាតនិងដឹងអ្វីដែលនាងត្រូវធ្វើខ្ញុំកាន់តែរីករាយដែលនាងនៅក្បែរខ្ញុំមានអារម្មណ៍ថាខ្ញុំយកបានរបស់មានតម្លៃគោលការណ៍តាក់ទាញចិត្តទី72បរិបភាគច្រើនមិនគោរពមនុស្សស្រីដែលមើលទៅធ្វើតាមគេពេកទេ8ពេលដែលអ្នកព្យាយាមក្នុងការធ្វើអ្វីមួយដែលអ្នកដឹងថាវាមិនត្រឹមត្រូវហើយមនុស្សស្រីប្រាប់អ្នកថាខ្ញុំមិនមានពេលទេវាក៏អាចជាការតាក់ទាញអារម្មណ៍ដែរវាអាស្រ័យលើស្ថានភាពប៉ុន្តែខ្ញុំចូលចិត្តមនុស្សស្រីដែលមានភាពស្មោះត្រង់ក្នុងការប្រកាន់ជំហរដែលនាងជឿជាក់9នាងមើលទៅសិចស៊ីក្នុងក្រសែភ្នែកខ្ញុំពេលដែលនាងមានរសនិយមផ្ទាល់ខ្លួននាងមិនភ័យខ្លាចក្នុងការមិនយល់ស្របឬប្រាប់ខ្ញុំពីគំនិតរបស់នាងនោះទេនាងមិនតែងតែធ្វើតាមខ្ញុំគ្រប់យ៉ាងឡើយហើយកាយវិការនេះបានធ្វើឲ្យខ្ញុំកាន់តែប្រុងប្រយ័ត្នខ្លួន10នាងមិនដែលបន្តមាត់នឹងខ្ញុំទេខ្ញុំតែងតែរអ៊ូពីនេះប៉ុន្តែខ្ញុំសារភាពថាកាយវិការរបស់នាងកាន់តែធ្វើឲ្យខ្ញុំជាប់ចិត្តគោលការណ៍តាក់ទាញចិត្តទី73កុំភ័យខ្លាចក្នុងការការពារខ្លួនឯងឬនិយាយពីចិត្តអ្នកទង្វើនេះមិនត្រឹមតែអាចធ្វើឲ្យគេគោរពអ្នកទេពេលខ្លះវានឹងកាន់តែធ្វើឲ្យគេជាប់ចិត្តខ្លាំងឡើង11ខ្ញុំចូលចិត្តមនុស្សស្រីដែលហ៊ានរិះគន់ពីកំហុសខ្ញុំបើខ្ញុំដឹងថាខ្ញុំស័ក្តិសមនឹងទទួលអ្វីដែលកាន់តែស៊ីស៊ីនោះគឺពេលដែលមនុស្សស្រីមានអារម្មណ៍ពេញចិត្តជាមួយនឹងអំណាចរបស់នាងឬក៏នាងមិនញញើតឬភ័យខ្លាចក្នុងការតបតនឹងគេវិញ12មនុស្សប្រុសគោរពមនុស្សស្រីដែលមិនអត់ទ្រាំនឹងការដែលត្រូវបានគេធ្វើអាក្រក់ដាក់13មនុស្សប្រុសគោរពមនុស្សស្រីស្មើភាពគ្នាដូច្នេះខ្ញុំចង់ប្រកួតប្រជែងតាមបែបសប្បាយៗជាមួយនឹងដៃគូរបស់ខ្ញុំចូលចិត្តមនុស្សស្រីដែលចេះប្រកួតប្រជែងផ្លូវចិត្តជាមួយខ្ញុំតាមបែបសប្បាយៗដោយចំអន់ខ្ញុំលេងជាមួយចរិតចេះលេងសើចវាអាចជាការប្រកួតប្រជែងដ៏រីករាយ14ខ្ញុំពិតជាចូលចិត្តមនុស្សស្រីដែលឆាប់ខឹងបន្តិចព្រោះខ្ញុំដឹងថានាងមិនបណ្ដាលឲ្យខ្ញុំយកប្រៀបលើនាងការមានមោទនភាពលើខ្លួនឯងគឺជាភាពសេកស៊ីមួយបែប15មនុស្សស្រីដែលហ៊ានតបតគឺមើលទៅមានភាពតាក់ទាញអារម្មណ៍ផ្លូវភេទខ្លាំងអ្នកគិតថានាងនឹងមានភាពខ្លាំងក្លាជាមួយនឹងមនុស្សស្រីល្អអ្នកអាចនឹងខ្លាចថានាងនឹងរត់ទៅផ្ទះរួចប្រាប់ម្ដាយនាងពីអ្វីដែលអ្នកធ្វើដាក់នាងគោលការណ៍តាក់ទាញចិត្តទី74
បរោះតែងតែសន្និដ្ឋានដោយស្វ័យប្រវត្តិថាមនុស្សស្រីឆ្លាតវៃនិងមានភាពខ្លាំងក្លានៅលើក្រែនិងយល់ថាមនុស្សស្រីល្អមានភាពអៀនប្រៀនជ្រុលវិធី10យ៉ាងក្នុងការប្រាប់ថាបរោះម្នាក់នោះពិតជាស្រឡាញ់នាងដោយសារតែបរោះតែងតែពូកែក្នុងការលាក់អារម្មណ៍ទើបមនុស្សស្រីតែងតែឆ្ងល់ថាតើបរោះនោះពិតជាលងស្រឡាញ់នាងឬគ្រាន់តែចង់លេងសើចនេះគឺជាចំណុចសំខាន់បំផុតដែលអ្នកត្រូវចងចាំពេលសួរខ្លួនឯងនៅសំណួរនេះបើពេលខ្លះអ្នកនៅមិនអស់ចិត្តថាគេពិតជាស្រឡាញ់អ្នកខណៈដែលអ្នកទាំងពីរនៅជាមួយគ្នារយៈពេលយូរហើយនោះគឺអ្នកពិតជាត្រូវការយកព្រាបហើយអ្វីដែលបរោះបានចែករំលែកជាមួយខ្ញុំគឺជារឿងរ៉ាវបន្តិចបន្តួចដែលបរោះនឹងធ្វើសម្រាប់មនុស្សស្រី1អ្នកដឹងទេពេលដែលបរោះម្នាក់លងស្រឡាញ់មនុស្សស្រីម្នាក់ខ្លាំងបាននេះនិយាយថាហេតុអ្វីយើងមិនធ្វើរឿងនេះនៅយប់ថ្ងៃច័ន្ទគេនឹងធ្វើតាមនាងភ្លាមគេកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ពេលដែលគេទុកនាងសំខាន់ជាងមិត្តភក្តិ2ពេលដែលគេមើលទៅដូចជារីករាយយ៉ាងខ្លាំងនៅសុខគេស្រាប់តែសប្បាយចិត្តនិងមើលទៅខុសប្លែកពីមុនពេលខ្លះគេស្រាប់តែមានជីវិតជីវ៉ាចំពោះមុខមិត្តភក្តិនិងក្រុមគ្រួសារ3អ្នកអាចដឹងថាបរោះងប់ងល់នឹងស្នេហានៅពេលដែលគេបណ្ដោយឲ្យមនុស្សស្រីទុករបស់ស្រីនៅផ្ទះគេនៅសុខគេស្រាប់តែមានមោទនភាពដែលមានការតុបតែងផ្ទះបែបមនុស្សស្រីគេនឹងទិញគ្រឿងសង្ហារឹមដែលនាងចូលចិត្តហើយបណ្ដោយឲ្យនាងទុកសម្លៀកអនាម័យនៅក្នុងទូរបស់គេចង់ឲ្យនាងមានចំណែកក្នុងជីវិតគេគ្រប់យ៉ាង4គេនឹងចាប់ផ្ដើមមើលថែខ្លួនឯងកាន់តែខ្លាំងហើយចាប់ផ្ដើមគិតពីទំនាក់ទំនងយូរអង្វែងទាំងហិរញ្ញវត្ថុរូបរាងកាយនិងអ្វីគ្រប់យ៉ាង5គេនឹងធ្វើគ្រប់យ៉ាងដើម្បីនាងគេនឹងហោះទៅរកនាងបើនាងឃ្លានគេនឹងក្រោកពីគេងទៅទិញនំដូណាត់ឲ្យនាងទាំងកណ្ដាលយប់6បរោះមានការផ្លាស់ប្ដូរជាច្រើនរហូតដល់គេងប់ងល់នឹងស្នេហាយ៉ាងខ្លាំងបើគេពិតជាចង់បានមនុស្សស្រីណាម្នាក់ពិតប្រាកដមែនគឺមិនសំខាន់ថាគេអាចមាននរណាទៀតឬអត់នោះទេព្រោះគេចង់នៅជាមួយនាងមនុស្សស្រីដទៃមិនមែនជាការគំរាមកំហែងទេពេលគេជាប់ចិត្តនឹងនាងចំណងជាច្រើនត្រូវបាត់បង់ពេលដែលអ្នកពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍7ពេលដែលគេគិតពីនាងគ្រប់ពេលដែលគេធ្វើអ្វីចំពោះនាងដោយប្រុងប្រយ័ត្នឬក៏ពេលដែលគេតែងតែគិតពីវិធីក្នុងការយកចិត្តនាង8គេស្រាប់តែមានអារម្មណ៍លែងចង់មើលនរណាទៀតដើម្បីនាងពេលដែលគេពេញចិត្តនឹងអ្វីមួយដែលគេមិនធ្លាប់ធ្វើដើម្បីបំពេញចិត្តនាងគេមិនធ្លាប់គិតដល់ការមានកូនឬរៀបការនោះទេប៉ុន្តែជាមួយមនុស្សស្រីម្នាក់នេះគេយល់ព្រមគ្រប់យ៉ាង10នាងមិនចាំបាច់សំណូមពរទេនាងគ្រាន់តែដឹងនៅក្នុងចិត្តប៉ុណ្ណោះគោលការណ៍តេទៀងចិត្តទី75ពេលដែលមនុស្សប្រុសធ្លាក់ក្នុងអន្លង់ស្នេហ៍គេស្រាប់តែធ្វើអ្វីដែលគេមិនធ្លាប់ធ្វើនិងមិនខ្វាយខ្វល់នោះទេគេនឹងធ្វើចំពោះមនុស្សស្រីម្នាក់នេះនៅអ្វីដែលគេមិនធ្លាប់ធ្វើចំពោះអ្នកដទៃដំបូងមានភាគច្រើននៅក្នុងសិភៅនេះគឺបានមកពីការបង្ហើបប្រាប់ពីបរោះដែលស្ម័គ្រចិត្តចែករំលែកជាមួយខ្ញុំនៅពេលមួយខ្ញុំបានសួរវិជ្ជបណ្ឌិតម្នាក់ឈ្មោះចចពីមូលហេតុដែលគាត់មិនប្រាប់នៅរឿងអាថ៌កំបាំងនេះដល់ដៃគូគាត់ផងគាត់បានឆ្លើយប្រាប់ខ្ញុំថាព្រោះជាមួយនាងគឺមិនមានផលវិបាកកើតឡើងបន្ទាប់ពីនេះទេប៉ុន្តែជាមួយដៃគូខ្ញុំគឺមានផលវិបាកបន្ទាប់ពីប្រាប់នាងផលវិបាកដែលចចសម្ដៅនោះគឺការបាត់បង់អំណាចរបស់បរោះអាចនិយាយបានម្យ៉ាងទៀតថាភាពទាក់ទាញដែលបរោះមានចំពោះមនុស្សស្រីអាក្រក់គឺជាអ្វីដែលគេមិនចង់ឲ្យនាងដឹងខ្ញុំដឹងទៀតថាព័ត៌មានដែលបរោះបានលះបង់ប្រាប់ខ្ញុំមិនមែនគ្រាន់តែជាការពិតទេប៉ុន្តែក៏មានទម្ងន់ខ្លាំងណាស់ព្រោះពួកគេបានបង្ហាញនូវចេតនាក្នុងការបិទបាំងបរោះភាគច្រើនបានសំណូមពរមិនឲ្យខ្ញុំប្រើឈ្មោះពួកគេព្រោះគេគិតថាបរោះដទៃទៀតនឹងមានអារម្មណ៍ថាត្រូវបានគេក្បត់ដោយទម្លាយអ្វីដែលគេខំលាក់បាំងជាការពិតណាស់វាជារឿងមានប្រយោជន៍ក្នុងការដឹងពីអ្វីដែលបរោះគិតប៉ុន្តែព័ត៌មាននៅក្នុងជំពូកនេះមិនមែនចងក្រងឡើងដើម្បីប្រាប់អ្នកពីវិធីក្នុងការព្យាយាមកាន់តែខ្លាំងក្នុងការតេទៀងចិត្តបរោះទេមនុស្សស្រីល្អបានធ្វើបែបនេះរួចទៅហើយវាជាកំហុសរបស់នាងបើមានសុទ្ធជៀនពីរនៅក្នុងផ្ទះនាងនឹងរើសយកសុទ្ធដែលជៀនមិនល្អសម្រាប់ខ្លួនឯងហើយបើនាងដុតនំពីរដុំហើយនំមួយដុំខូចនោះនាងប្រកាសជារើសយកនំដែលខូចហើយឲ្យគេនៅនំដែលល្អមនុស្សស្រីល្អមិនធ្លាប់មានគំនិតថាហេតុអ្វីបានជាការខំប្រឹងយកចិត្តបរោះខ្លាំងពេកជាការបាញ់ខ្លួនឯងខណៈដែលនាងតែងតែធ្វើបែបនោះជារៀងរាល់ថ្ងៃនោះទេនាងមិនដឹងថានាងចូលខ្លួនពាក់ព័ន្ធនឹងគេពេកដែលធ្វើឲ្យនាងបាត់បង់ខ្លួនឯងហើយនាងក៏ប្រឈមមុខនឹងការបាត់បង់គេដូចគ្នា
ក្រឡេកមើលតារាងនៃចំណុចទាំង15នៅក្នុងជំពូកនេះម្ដងហើយម្ដងទៀតប៉ុន្តែកុំយកព័ត៌មាននេះដើម្បីខំប្រឹងកាន់តែខ្លាំងក្នុងការបំពេញចិត្តគេជំនួសឲ្យការព្យាយាមបំពេញចិត្តគេព្យាយាមក្នុងការបំពេញចិត្តខ្លួនឯងវិញព្រោះចុងក្រោយវាជាអ្វីដែលធ្វើឲ្យគេពេញចិត្តដោយខ្លួនឯង